មេរឿងនិទានមួយបានដំណើរថាកាលពីដើមឡើយមានក្មេងស្រីដ៏កំសត់ម្នាក់ដែលនាងមានឈ្មោះថាស្រីមាសនាងមានសក់ខ្មៅរលោងដូចក្អែកមានមុខមាត់ស្អាតបាតទន់ភ្លន់តែសម្បុររបស់នាងស្រអែលដោយសារតែនាងរស់នៅក្រោមកម្ដៅថ្ងៃជានិច្ចកាលដែលនាងនៅតូចនាងមាននៅសុភមង្គលជាខ្លាំងពីព្រោះនៅក្នុងកាលនោះម្ដាយរបស់នាងរស់នៅជាមួយនឹងនាងតែនៅក្នុងពេលនេះម្ដាយរបស់នាងបានទទួលមរណភាពទៅដោយបន្សល់ទុកនាងដែលជាកូនក្មេងដែលមានអាយុត្រឹមតែ13ឆ្នាំឲ្យរស់នៅជាមួយនឹងឪពុកដែលមានចិត្តទន់ខ្សោយនិងកំសាន្តឪពុករបស់នាងគាត់មានឈ្មោះថាពុត្រីគាត់គឺជាកសិករធម្មតាម្នាក់នៅពេលដែលប្រពន្ធគាត់ស្លាប់បាត់ទៅឪពុករបស់នាងក៏បាននាំយកនៅស្ត្រីមេម៉ាយម្នាក់មកធ្វើជាប្រពន្ធរបស់គាត់ស្ត្រីនោះឯងគាត់មានឈ្មោះថាយាយតានេះគាត់គឺជាស្ត្រីមេម៉ាយកូនពីរនៅពេលដែលឪពុករបស់មាសយកយាយតានោះមកជាប្រពន្ធគាត់នឹងឯងក៏បាននាំនៅកូនស្រីរបស់គាត់ទាំងពីរនាក់មកជាមួយផងដែរពួកនាងទាំងពីរនោះមានឈ្មោះថារិននិងរីតាំងតែពីថ្ងៃដែលយាយតានិងកូនស្រីរបស់គាត់ទាំងពីរចូលមកនៅក្នុងផ្ទះនោះជីវិតរបស់មាសក៏ប្រែក្រឡាប់កាប់ងាដូចជាគេចាក់ប្រេងកាត់យាយតាជាស្ត្រីដែលមានមាយាទអាក្រក់ពុតត្បុតចិត្តចង្អៀតចង្អល់ដូចជាប្រឡាយទឹកនៅក្នុងរដូវប្រាំងដែលមិនចេះអាណិតអាសូរទៅដល់ស្រីមាសឡើយរីឯកូនរបស់គាត់ទាំងពីរក៏មិនខុសគ្នាពីគាត់ប៉ុន្មាននោះដែរពលគឺកូនគាត់ទាំងពីរចេះតែឆ្មាំងមានអត្តចរិតមិនល្អតែងតែធ្វើបាបជេរបញ្ចោលប្រមាថមើលងាយទៅកាន់ស្រីមាសជានិច្ចរាល់ប្រឹងប្រហៀមស្រីមាសនាងត្រូវភ្ញាក់ពីដំណេកមុនមន់រងាដើម្បីនឹងទៅដងទឹកពីអណ្ដូងដាក់ពាងឲ្យពេញរួចនាងក៏ទៅបោសសម្អាតដំបូលផ្ទះរោយអង្ករឲ្យម៉ន់ដាំទឹកបកសម្បកអង្ករដោយអង្រែដុតធ្ងន់ការងារទាំងអស់នេះនាងត្រូវធ្វើឲ្យចប់មុនពេលដែលយាយទៅនឹងឯងភ្ញាក់ពីដំណេកប្រសិនជានាងធ្វើមិនហើយនោះទេនៅពេលដែលយាយទៅនឹងឯងភ្ញាក់មកឃើញបាយមិនតាន់ឆ្អិនឬក៏ទឹកមិនតាន់ពេញពាងជាដើមយាយទៅនឹងឯងនឹងស្ទុះទៅដោយកំហឹងវេធ្វើបាបនាងរហូតដល់នាងយំទ្រាំមិនបានជាជាមិនខានខណៈពេលនោះយាយទៅក៏បានស្រែកគំរាមដោយសំឡេងខ្ទររំពងពេញក្រោមដើមស្វាយថានាងក្មេងចង្រៃឯងធ្វើអីក៏យឺតយ៉ាងនេះបាយឆ្អិនហើយឬនៅបើអត់តាន់ឆ្អិនទេនាងឯងនឹងត្រូវអញដុតទាំងរស់ហើយនៅក្នុងខណៈពេលនោះស្រីមាសនាងក៏បានរត់ទៅបណ្ដាទឹកភ្នែកហូរបណ្ដាស្ទុះទៅកាប់អុសដាក់ចង្ក្រានរួចក៏បានយកបាយដាក់ឆ្នាំងពេលខ្លះនារិននិងនាងរីតែងតែមករករឿងនាងដោយគ្មានមូលហេតុហើយតែងតែវាយទាត់ធាក់ទៅលើស្រីមាសជារឿយរួចពួកគេក៏នាំគ្នាសើចសប្បាយរីករាយជាខ្លាំងខណៈពេលនោះនារីក៏បានពោលដាក់គ្នាឯងរួចក៏បានទះក្បាលស្រីមាសមួយដែរទៀតដោយនាងនិយាយថាហើយមានតែក្មេងចង្រៃទេដែលមានមុខខ្មៅដូចជាឆ្កែដុតភ្លើងមើលទៅគួរឲ្យស្អប់ចំណែកឯឪពុករបស់នាងដែលមានឈ្មោះថាពុត្រីនោះទោះជាឃើញកូនគេធ្វើបាបក៏ដោយក៏គាត់នឹងឯងធ្វើជាមិនលឺធ្វើជាមិនឃើញព្រោះខ្លាចប្រពន្ធថ្មីនោះខ្លាំងណាស់នៅពេលដែលយាយទៅនឹងឯងស្ដីបន្ទោសទៅកាន់ស្រីមាសគាត់តែងតែងក់ក្បាលយល់ព្រមជានិច្ច
រួយក៏ដើរចេញទៅធ្វើជាមិនដឹងដោយគាត់មិនហ៊ានការពារនៅកូនបង្កើតរបស់គាត់នោះទេនៅក្នុងថ្ងៃមួយយាយតៅនឹងឯងក៏បានដឹងថាស្រីមាសធ្លាប់បានទទួលកងដៃមាសពីម្ដាយបង្កើតរបស់នាងដែលមុននឹងម្ដាយរបស់នាងស្លាប់បានទុកនៅកងដៃមាសនោះជាកេរមរតកឲ្យស្រីមាសដោយចិត្តលោភលន់និងខឹងស្អប់មិនចង់ឲ្យនាងនៅជាមួយនោះយាយតៅនឹងឯងក៏បានប្រើស្រីមាសឲ្យយកនៅកងដៃមាសនោះមកឲ្យគាត់តែនៅក្នុងពេលនោះនាងមិនបានយល់ព្រមនោះទេព្រោះវាជាកេរមរតកចុងក្រោយដែលម្ដាយរបស់នាងបន្សល់ទុកឲ្យនាងមុនពេលដែលគាត់ស្លាប់ទៅនៅក្នុងពេលនោះយាយតៅខឹងយ៉ាងខ្លាំងគាត់ក៏បានហៅនៅកូនរបស់គាត់ទាំងពីរមកជួយនិងសុំឲ្យប្តីនឹងឯងជួយផងដែរប៉ុន្តែពុត្រីគាត់នៅស្ងៀមធ្វើជាមិនដឹងលុះដល់ពាក់កណ្ដាលអាធ្រាស្ងាត់ឈឹងយាយតៅនឹងឯងក៏បានឡើងទៅដាស្រីមាសឲ្យភ្ញាក់ដោយគាត់បាននិយាយថាឯងក្រោកទៅយើងនាំឯងទៅរកផ្លែឈើនៅក្នុងព្រៃដើម្បីយកមកលក់ឲ្យបានថ្លៃខណៈពេលនោះដែរស្រីមាសនាងក៏បានភ្ញាក់ឡើងដើរទៅជាមួយនឹងយាយតៅតែដោយសារតែនាងធ្វើការច្រើនធ្វើឲ្យនាងនឹងឯងអស់កម្លាំងងងុយដេកតន់ដៃតន់ជើងដើរសឹងតែមិនរួចខណៈពេលនោះនាងក៏ត្រូវបានគេចាប់ដៃចាប់ជើងនាំទៅគេក៏បាននាំនាងដើរកាត់ព្រៃឫស្សីកាត់អូរកាត់ចំការរហូតដល់ជ្រៅនៅក្នុងព្រៃធំដែលគ្មានមនុស្សរស់នៅក្នុងទីនោះស្រាប់តែយាយតៅនឹងឯងបែរមករកស្រីមាសហើយក៏និយាយថានៅក្នុងទីនេះឯងអញស្អប់នាងឯងណាស់ចាប់តាំងពីថ្ងៃនេះទៅឯងមិនត្រូវត្រឡប់មកផ្ទះរបស់អញវិញទេឯងត្រូវនៅក្នុងទីនេះឲ្យសត្វព្រៃស៊ីឲ្យខ្មោចព្រៃលេបឯងទៅថាហើយយាយតៅរួមទាំងកូនរបស់គាត់ទាំងពីរនិងឪពុកនាងដែលឈរស្ងៀមដូចជារូបចម្លាក់នោះក៏បែរខ្នងដើរចេញទៅដោយទុកឲ្យស្រីមាសដែលខ្លួននាងជាស្រីនៅក្នុងព្រៃងងឹតដ៏ស្ងាត់នោះតែម្នាក់ឯងនៅក្នុងខណៈពេលនោះស្រីមាសនាងយំសោកស្ដាយជាខ្លាំងដោយដៃរបស់នាងទាំងពីរអោបនៅដើមឈើដ៏ធំមួយហើយនាងក៏នឹករលឹកទៅដល់ម្ដាយបង្កើតរបស់នាងដែលបានស្លាប់ចែកឋានទៅនាងក៏អធិដ្ឋានសូមឲ្យទេវតាដែលថែថែរក្សានៅក្នុងព្រៃនោះឲ្យជួយតាមថែរក្សានាងជួយឲ្យនាងឲ្យរួចផុតពីគ្រោះនៅក្នុងព្រៃនេះនៅក្នុងព្រៃនោះផងដែរមាននៅបរិសវ័យក្មេងម្នាក់ដែលគាត់មានឈ្មោះថាធនឯងជាកូនប្រុសតែមួយគត់របស់សេដ្ឋីធនសាសេងដែលមានទ្រព្យសម្បត្តិស្ទើរតែពេញខែធនឯងជាមនុស្សដែលមានចិត្តល្អមានរូបឆោមល្អហើយចូលចិត្តដើរបរបាញ់សត្វប៉ុន្តែនៅក្នុងថ្ងៃនេះគាត់មកតែម្នាក់ឯងនោះទេដោយចង់ស្វែងរកនៅឈើហូបសម្រាប់ធ្វើផ្ទះនៅក្នុងរំពេចនោះគាត់ក៏បានឮនៅសំឡេងយំស្ងួនសួស្ដាងលើពីចម្ងាយគាត់ក៏បានដើរតាមសំឡេងនោះទៅហើយក៏បានប្រទះឃើញនៅស្រីមាសកំពុងតែអង្គុយយំទាំងអស់កម្លាំងខ្លួនប្រាណរបស់នាងប្រឡាក់ដែលសក់កន្ទ្រើងសម្បុរស្លេកស្លាំងដោយភាពភ័យខ្លាចជាខ្លាំងខណៈពេលនោះធនឯងក៏បានសួរដោយក្តីអាណិតទៅកាន់ស្រីមាសថាអ្នកជាក្មេងស្រីហេតុអ្វីបានជាអ្នកមកនៅក្នុងទីនេះតែម្នាក់ឯងអ្នកដឹងទេថាព្រៃនេះមានខ្លាមានដំរីព្រៃគ្រោះថ្នាក់ខ្លាំងណាស់ខណៈពេលនោះស្រីមាសភ័យស្លុតជាខ្លាំងតែនៅពេលដែលនាងបានឃើញមុខបរិសនោះស្អាតនិងចិត្តល្អនាងក៏បានរៀបរាប់នៅរឿងរ៉ាវទាំងអស់តាំងតែពីដើមរហូតដល់ចប់ប្រាប់ទៅកាន់ខ្លួនឯងស្ដាប់ចប់កាលណាក៏មានចិត្តក្តៅក្រហាយខឹងនឹងម្ដាយចុង
កូនចុងនឹងឪពុកដ៏ខុសខើនោះជាខ្លាំងខណៈពេលនោះធនឯកនឹងឯងគាត់ក៏បាននិយាយលួងលោមទៅកាន់ស្រីមាសថាកុំខ្លាចអីខ្ញុំនឹងនាំអ្នកទៅផ្ទះរបស់ខ្ញុំហើយខ្ញុំនឹងការពារអ្នកធនឯងក៏បានលូកដៃទៅបីត្រកងស្រីមាសហើយក៏នាំនាងឡើងជិះទៅលើសេះត្រឡប់ទៅកាន់វិមានរបស់សេដ្ឋីវិញទៅនៅពេលដែលទៅដល់វិមានសេដ្ឋីដ៏ធំស្កឹមស្កៃដែលមានក្បូរក្បាច់រចនាយ៉ាងស្អាតនិងមានសួនច្បារពោពេញទៅដោយផ្កាប្រភេទឈើហូបផ្លែគ្រប់បែបយ៉ាងខណៈពេលនោះស្រីមាសក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះនាងមិនដែលបានឃើញអ្វីធំហើយស្អាតបែបនេះពីមុនមកនោះទេលោកសេដ្ឋីធនសាសីនិងលោកស្រីសុភីដែលត្រូវជាម្ដាយឪពុករបស់ធនឯងកំពុងអង្គុយពិសាតែនៅរៀនហាមកនៅពេលដែលបានឃើញកូននាំស្រីមាសមកគាត់ទាំងពីរក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងរីឯធនឯងក៏បានក្រាបបង្គំគាល់មេដាបៃតារួយក៏បានរៀបរាប់នៅរឿងរ៉ាវរបស់ស្រីមាសឲ្យមេដាបៃតាស្ដាប់តាំងតែពីដើមរហូតដល់ចប់នៅពេលដែលពួកគាត់ទាំងពីរដឹងនៅរឿងរ៉ាវច្បាស់ហើយលោកសេដ្ឋីធនសាសីដែលមានចិត្តមេត្តាក៏បានពោលថាអោកូនក្រមុំកំសត់អើពួកមនុស្សអស់នៅសេចក្តីមេត្តាទាំងនោះវាមិនសមជាមនុស្សនោះទេចាប់ពីថ្ងៃនេះទៅនាងត្រូវរស់នៅជាមួយនឹងយើងនឹងមើលថែនាងដូចជាកូនបង្កើតរបស់យើងមិនឲ្យនាងលំបាកដូចមុនទៀតនោះឡើយរីឯលោកស្រីសុភាគាត់ក៏បានចូលទៅអោបស្រីមាសហើយក៏ជូតនៅទឹកភ្នែកឲ្យនាងរួចគាត់ក៏បានហៅឲ្យអ្នកបម្រើទៅរៀបចំបន្ទប់និងសម្លៀកបំពាក់ថ្មីស្អាតឲ្យនាងផងដែរស្រីមាសទទួលបានក្តីស្រឡាញ់ពីគ្រួសារថ្មីនេះដូចជាផ្កាឈូកដែលគេយកទៅដាំនៅក្នុងស្រះទឹកខ្លាំងនាងមិនចាំបាច់ធ្វើការងារធ្ងន់ធ្ងរទៀតនោះទេគឺមានតែការរៀនសរសេរអក្សររៀនធ្វើម្ហូបរៀនត្បាញសូត្រជាមួយនឹងលោកស្រីសុភីហើយពេលទំនេរនាងជួយថែសួនផ្កាក្បែរស្រះតែប៉ុណ្ណឹងកន្លងទៅបានប៉ុន្មានខែធនឯកនិងស្រីមាសក៏មានចិត្តឲ្យគ្នាទៅវិញទៅមកដោយសារតែធនឯកសម្លឹងឃើញស្រីមាសដែលមានចិត្តល្អឧស្សាហ៍ព្យាយាមនិងមានចិត្តកតញ្ញូលុះដល់ពេលកំណត់លោកសេដ្ឋីនិងលោកស្រីក៏រៀបចំនៅពិធីមង្គលការឲ្យកូនប្រុសជាទីស្រឡាញ់របស់គាត់ជាមួយនឹងស្រីមាសដែលមានភ្ញៀវកកមានការសែនព្រេនមានភ្លេងប្រគំមានរបាំអបអរសាទរអស់រយៈពេល7ថ្ងៃ7យប់ស្រីមាសដែលធ្លាប់តែពាក់សម្ពត់រហែនៅក្នុងខណៈពេលនេះនាងក៏បានពាក់នៅមកុដរៀមពេញដោយកែវពេញក្រហមនិងសម្ពត់ហូលយ៉ាងវិចិត្ររីឯគ្រួសាររបស់យាយតៅវិញក្រោយពីនាំស្រីមាសទៅបោះបង់ចោលនៅក្នុងព្រៃស្ងាត់នោះមកពួកគេក៏បានគិតថាស្រីមាសនឹងឯងស្លាប់បាត់ទៅហើយយាយតៅនិងកូនស្រីរបស់គាត់ទាំងពីរនាក់ក៏សប្បាយរីករាយចិត្តជាខ្លាំងគាត់ក៏ប្រើនៅឪពុករបស់ស្រីមាសឲ្យធ្វើការគ្រប់បែបយ៉ាងតែមិនយូរប៉ុន្មានសំណាងនឹងឯងក៏ប្រែអស់ទៅការធ្វើស្រែចម្ការតែងតែបរាជ័យជំងឺរាតត្បាតដំណាំហើយយាយតៅក៏បានចាប់ផ្ដើមលក់ដីយកលុយប្រើប្រាស់ប៉ុន្មានឆ្នាំក្រោយមកគ្រួសារនេះក៏ក្រខ្សត់ទាំងស្រុងលក់ផ្ទះអស់ខ្លាយជាអ្នកសុំទីដើរពីភូមិមួយទៅភូមិមួយជារៀងរាល់ថ្ងៃរកបាយទឹកដើម្បីនឹងបរិភោគថ្ងៃមួយគ្រួសាររបស់លោកសេដ្ឋីធនសាសីបានរៀបចំនៅពិធីបុណ្យដាក់បាតព្រះសង្ឃ50អង្គហើយមានការចែកទានទៅដល់ជនក្រីក្រយ៉ាងច្រើននៅមុខវិមានរបស់លោក
ខណៈពេលនោះដែរក៏មានអ្នកសុំទានជាច្រើននាំគ្នាមកទទួលនៅបានទទួលនៅប្រកាសអំណោយអំពីលោកសេដ្ឋីក្នុងចំណោមវងមនុស្សទាំងនោះក៏មានយាយតៅនិងនាងរិននាងរីនិងឪពុករបស់ស្រីមាសផងដែរដែលឈររងចាំទទួលនៅអំណោយពេលដែលស្រីមាសដែលពេលនេះជាអ្នកចំទង់ដ៏ប្រណិតពាក់គ្រឿងអលង្ការដ៏ភ្លឺភ្លាដើរចេញមកមើលនៅការចែកទានស្រាប់តែភ្នែកទាំង4ក៏បានប៉ះគ្នាយាយតៅក៏បានស្រែកឡើងដោយភាពភ្ញាក់ផ្អើលថាមីក្មេងចង្រៃនេះវាមិនតន់ងាប់ទេអូអត់ទេនាងមាសឬនាងរិននាងរីនៅក្នុងខណៈពេលនោះក៏ស្រឡាំងកាំងលុតចង្គង់ចុះទាំងពីរស្រីមាសសម្លឹងមើលពួកគេដោយក្តីអាណិតចម្រុងនិងក្តីឈឺចាប់ពីអតីតកាលដែលនាងធ្លាប់បានជួបពួកគេលុតចង្គង់សុំទោសសូមឲ្យនាងអភ័យទោសនិងសូមនៅជាមួយនាងផងដែរដោយចិត្តល្អរបស់នាងស្រីមាសក៏បានអនុញ្ញាតឲ្យពួកគេស្នាក់នៅក្នុងវិមានដោយសង្ឃឹមថាពួកគេនឹងកែប្រែនៅចិត្តកំណត់កាលពីមុនចេញក៏ប៉ុន្តែការគិតរបស់នាងគឺខុសទាំងស្រុងយាយតៅនិងកូនរបស់គាត់ទាំងពីរមិនដែលកែប្រែនៅចិត្តកំណត់អាក្រក់នោះឡើយពួកគេច្រណែននឹងជីវភាពដ៏ប្រណិតរបស់ស្រីមាសជាខ្លាំងហើយពួកគេក៏បាននាំគ្នារៀបនៅកម្រងការដើម្បីនឹងសម្លាប់ស្រីមាសនិងដណ្ដើមយកនៅទ្រព្យសម្បត្តិរបស់នាងផងដែរពួកគេរៀបចំថ្នាំពុលលាក់ទុកនៅក្នុងប្រកាសហើយក៏គិតថានឹងយកទៅដាក់នៅក្នុងបាយរបស់ស្រីមាសក៏ប៉ុន្តែនៅក្នុងខណៈពេលនោះអ្នកបម្រើវិមានរបស់សេដ្ឋីម្នាក់ដែលស្មោះត្រង់នឹងស្រីមាសបានឃើញនៅការសន្ទនានោះគួរឲ្យសង្ស័យរបស់ពួកគេនាងក៏បាននាំយកនៅរឿងហេតុទាំងនោះទៅប្រាប់ដល់លោកសេដ្ឋីនិងធនឯកភ្លាមផងដែររាត្រីមួយខណៈដែលយាយតៅកំពុងតែចាក់ថ្នាំពុលចូលទៅក្នុងពែងទឹកដោះគោរបស់ស្រីមាសនៅក្នុងខណៈពេលនោះស្រាប់តែមាននៅពន្លឺភ្លើងបំភ្លឺពេញបន្ទប់លោកសេដ្ឋីលោកស្រីធនឯកនិងអ្នកបម្រើប្រុសប្រដាប់ទៅដោយដាវនិងដំបងប្រមូលផ្ដុំគ្នាចាប់ពួកគេបាននៅនឹងកន្លែងតែម្ដងខណៈពេលនោះលោកសេដ្ឋីក៏បានស្រែកដោយកំហឹងថាពួកឯងអញខំមានចិត្តអាណិតឲ្យនៅដោយក្តីមេត្តាតែឯងមិនដឹងក្តីអាណិតមិនដឹងគុណគេគិតតែពីសម្លាប់គេដណ្ដើមទ្រព្យអញនឹងមិនលើកលែងឲ្យពួកឯងជាដាច់ខាតនៅក្នុងខណៈពេលនោះដែរយាយតៅនាងរិននាងរីនិងឪពុករបស់ស្រីមាសក៏បាននាំគ្នាលុតចង្គង់អង្វរសុំទោសសូមឲ្យលោកសេដ្ឋីនឹងឯងលើកលែងនៅទោសឲ្យគាត់តែលោកសេដ្ឋីនឹងធនឯងមិនព្រមនោះទេព្រោះឃើញថាពួកគេមិនអាចកែប្រែនៅចិត្តគំនិតអាក្រក់នេះបានឡើយនៅក្នុងខណៈពេលនោះលោកសេដ្ឋីក៏បានបញ្ជាថាអ្នកបម្រើចាប់ពួកវាដាក់គុកងងឹតអស់មួយជីវិតកុំឲ្យពួកវាឃើញពន្លឺថ្ងៃឲ្យសោះរីឯអ្នកបម្រើនៅពេលដែលបានឮនៅបញ្ជាដូច្នោះដែលនៅក្នុងដៃប្រដាប់ទៅដោយដាវនិងដំបងក៏បានចូលទៅក្រៀកចាប់ពួកគេទាំង4នោះដាក់នៅក្នុងគុកអស់ទាំងបើទោះបីជាស្រីមាសមានចិត្តមេត្តាក៏ដោយតែនាងក៏យល់ថាការលើកឡើងទោសទៅដល់ពួកអក្រិតជនទាំងនេះមិនមែនជាការត្រឹមត្រូវទេនាងក៏សូមឲ្យគេឃុំឃាំងពួកគេនោះហើយឲ្យគេផ្គត់ផ្គង់តាមមូលដ្ឋានប៉ុន្តែមិនអនុញ្ញាតឲ្យពួកគេមាននៅសេរីភាពវិញនោះឡើយក្រោយពីហេតុការណ៍នោះបញ្ចប់ទៅមិនយូរប៉ុន្មានស្រីមាសនាងក៏មានកហើយសម្រាប់បានកូនភ្លោះពីរនាក់ផងដែរគឺប្រុសមួយស្រីមួយមុខមាត់ដូចគ្នាបេះបិទនឹងនាងនិងប្តីរបស់នាងដោយគេចម្លងមកដាក់
រីឯលោកតាសេដ្ឋីនិងលោកយាយក៏មាននៅចិត្តត្រេកអរជាខ្លាំងបានរៀបចំនៅពិធីបុណ្យអុំទូកបុណ្យឆ្លងគ្របប្រការអស់រយៈពេល15ថ្ងៃស្រីមាសរស់នៅក្នុងភាពជាអ្នកម្ដាយនិងភរិយាដ៏ល្អម្នាក់នាងបានជួយប្រជាជននៅក្នុងតំបន់ដោយការកសាងនៅសាលារៀនកសាងនៅវត្តអារាមនិងជួយអ្នកក្រីក្រឲ្យមានការងារធ្វើគ្រប់គ្នាស្រឡាញ់រាប់អាននាងដែលហៅនាងថាអ្នកស្រីមាសកេសរជាស្ត្រីគ្រប់លៀងខ្លួនឯងក៏កាន់តែស្រឡាញ់នាងខ្លាំងឡើងហើយគ្រួសារទាំង4ក៏រស់នៅដោយសុខសាន្តត្រាណត្រង់ក្រោមម្លប់សុចរិតភាពនិងក្តីស្រឡាញ់ចំណែកឯគ្រួសាររបស់យាយតាវិញក៏បានជាប់គុកងងឹតអស់មួយជីវិតដោយគ្មាននរណានឹករលឹកនោះឡើយគេតែងតែនិយាយតគ្នាថានេះជាលទ្ធផលនៃអំពើបាបដែលពួកគេបានធ្វើទុកបុកម្នេញចំពោះកូនកំព្រាស្រីមាសបានបន្តរស់នៅជាមួយនឹងកូនទាំងពីររបស់នាងរហូតដល់ចាស់ជរាដោយបានឃើញនៅកូនចៅជាច្រើនចំនួនមាននៅសុខភាពល្អមាននៅទ្រព្យសម្បត្តិនិងកិត្តិយសផងដែររឿងមាសកេសរកុមារឬផ្កាឈូករីកនៅក្នុងព្រៃស្ងាត់នេះពិតជាបានបង្កប់នូវអត្ថន័យអប់រំដ៏ជ្រាលជ្រៅជាច្រើនផងដែរដែលមានន័យថា1ច្បាប់នៃកម្មផលទោសៈនិងផលនេះគឺជាមេរៀនដ៏ច្បាស់បំផុតនៅក្នុងរឿងនេះអំពើអាក្រក់យាយតៅនិងកូនចុងដែលប្រព្រឹត្តនៅអំពើខុសខើធ្វើបាបនិងបោះបង់ចោលនៅស្រីមាសទីបំផុតពួកគេក៏ត្រូវទទួលបាននូវផលអាក្រក់គឺធ្លាក់ខ្លួនទៅជាក្រក្លាយជាអ្នកសុំទានហើយចុងក្រោយត្រូវជាប់គុកងងឹតអស់មួយជីវិតអំពើល្អស្រីមាសទោះជាកំសត់យ៉ាងណាតែនាងនៅរក្សាចិត្តល្អមិនប្រកាន់ពីទីបំផុតបានជួបនៅសុភមង្គលមានគ្រួសារថ្មីដែលស្រឡាញ់ថ្នាក់ថ្នមមានទ្រព្យសម្បត្តិនិងកេរ្តិ៍ឈ្មោះល្អដែលមានន័យថាធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់គឺជាសារសំខាន់បំផុតរឿងនេះបង្រៀនយើងឲ្យជឿថាបើទោះបីជាអំពើអាក្រក់អាចហាក់ដូចជាទទួលបានផលភ្លាមក៏ដោយប៉ុន្តែនៅទីបញ្ចប់យុត្តិធម៌តែងតែមានចំពោះអំពើល្អតែងតែឈ្នះនៅអំពើអាក្រក់ជានិច្ច2ការអត់ធ្មត់និងការតស៊ូនៅក្នុងជីវិតស្រីមាសជាតួអង្គកំសត់ត្រូវស៊ូទ្រាំនឹងការវេដំការជិះជាន់និងការបោះបង់ចោលប៉ុន្តែនាងមិនបោះបង់ចោលនៅជីវិតរបស់នាងឡើយនាងនៅតែឧស្សាហ៍ព្យាយាមនិងរក្សានៅចិត្តបរិសុទ្ធរបស់នាងបានយ៉ាងល្អអត្ថន័យអប់រំនៅត្រង់ចំណុចនេះវាបានបង្រៀនយើងឲ្យចេះអត់ធ្មត់និងតស៊ូប្រឆាំងនឹងឧបសគ្គដែលកើតមាននៅក្នុងជីវិតរបស់យើងបើទោះបីជាស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយចូលយើងកុំបាត់បង់នៅក្តីសង្ឃឹមហើយបន្តធ្វើនៅអំពើល្អ3តម្លៃនៃចិត្តមេត្តានិងការអភ័យទោសគ្រួសារសេដ្ឋីទទួលយកនៅស្រីមាសដោយក្តីមេត្តាដោយមិនប្រកាន់នៅដើមកំណើតហើយស្រឡាញ់ថ្នាក់ថ្នមនាងដូចជាកូនបង្កើតស្រីមាសទោះបីជាធ្លាប់រងទុក្ខពីម្ដាយចុងនិងកូនចុងយ៉ាងណាក៏ដោយក៏នាងនៅតែអាណិតនិងទទួលយកពួកគេឲ្យមកស្នាក់នៅពេលដែលពួកគេធ្លាក់ខ្លួនខ្លៃទៅជាក្រចំណុចនេះបានន័យថាចិត្តមេត្តានិងការអភ័យទោសគឺជាគុណធម៌ដ៏ខ្ពង់ខ្ពស់របស់មនុស្សការចេះអត់ឱនឲ្យអ្នកដទៃមិនមែនមានន័យថាយើងទន់ខ្សោយនោះទេតែផ្ទុយទៅវិញវាបង្ហាញពីចិត្តដ៏ធំធេងរបស់យើងទោះជាយ៉ាងនេះក្តីរឿងក៏បានបង្រៀនថាការអភ័យទោសមិនមែនមានន័យថាត្រូវទុកចិត្តឬក៏អនុញ្ញាត
ឲ្យគេប្រព្រឹត្តនៅអាក្រក់ម្ដងទៀតនោះទេ 4. ការមិនប្រកាន់ពូជសាសន៍ឬក៏ឋានៈ គ្រួសារសេដ្ឋីដែលជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភមិនបានមើលងាយទៅកាន់ស្រីមាសដែលមកពីគ្រួសារក្រីក្រនិងកំសត់នោះឡើយពួកគេទទួលយកនាងដោយបើកចំហនិងដោយក្តីពេញចិត្តនៅត្រង់ចំណុចនេះបានបង្រៀនយើងឲ្យចេះឲ្យតម្លៃគ្នាទៅវិញទៅមកលើកទឹកចិត្តគ្នានិងសកម្មភាពមិនមែននៅលើទ្រព្យសម្បត្តិឬក៏ដើមកំណើតនោះឡើយដែលបានន័យថាយើងស្រឡាញ់គ្នារាប់អានគ្នាលើកទឹកចិត្តគ្នាទៅវិញទៅមកដោយមិនប្រកាន់ថាអ្នកនេះជាអ្នកមានឬអ្នកក្រអ្នកល្អឬអ្នកអាក្រក់សឬក៏ខ្មៅល្ងងឬក៏បណ្ឌិតនោះទេគឺយើងរាប់អានគ្នាទាំងអស់លើកទឹកចិត្តគ្នាស្រឡាញ់គ្នារួមជាធ្លុងមួយមនុស្សគ្រប់រូបសុទ្ធតែមាននៅតម្លៃនិងស័ក្តិសមទទួលបាននៅឱកាសស្មើគ្នា 5. តនកម្មចំពោះអំពើក្បត់ជាតិនិងអកតញ្ញូនិយាយទៅនឹងកូនចុងទទួលបាននៅការអភ័យទោសនិងការជួយពីស្រីមាសប៉ុន្តែពួកគេមិនដឹងគុណហើយត្រឡប់ជាកិត្តក្បត់និងសម្លាប់នាងទៅវិញទីបំផុតពួកគេត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរគឺជាប់គុកអស់មួយជីវិតអត្ថន័យអប់រំនៅក្នុងឃ្លានេះអំពើក្បត់និងការមិនដឹងគុណអ្នកមានគុណគឺជាអំពើបាបដ៏ធ្ងន់ធ្ងរវានឹងនាំមកនៅវិនាសកម្មទៅដល់ខ្លួនឯង 6. តួនាទីឪពុកនិងក្រុមគ្រួសារឪពុករបស់ស្រីមាសដែលទ្រង់ខ្សោយកំសាមិនហ៊ានការពារកូនគឺជាតួអង្គដែលឆ្លុះបញ្ចាំងពីភាពទន់ខ្សោយរបស់មាតាបិតាទោះជាយ៉ាងនេះក្តីគាត់ក៏ត្រូវទទួលទោសដែរព្រោះមិនបានបំពេញភារកិច្ចជាឪពុកអត្ថន័យអប់រំនៅត្រង់ចំណុចនេះបានន័យថាឪពុកម្ដាយត្រូវតែចេះការពារនិងស្រឡាញ់កូនដែលស្មើគ្នាមិនរើសអើងនិងមិនត្រូវបណ្ដោយឲ្យអ្នកដទៃនឹងឯងមកធ្វើបាបកូនរបស់ខ្លួនឡើយការធ្វេសប្រហែសនេះគឺជាកំហុសដ៏ធំមួយសរុបសេចក្តីនៃសាច់រឿងនេះមករឿងនេះបានផ្ដល់នូវមេរៀនដល់យើងទាំងអស់គ្នាថាចូលប្រព្រឹត្តនៅអំពើល្អចេះអត់ធ្មត់ចេះមេត្តានិងដឹងគុណអ្នកដទៃកុំប្រព្រឹត្តនៅអំពើអាក្រក់កុំគិតក្បត់គេព្រោះអំពើណាដែលអ្នកធ្វើហើយនឹងតបស្នងផលទៅដល់អ្នកវិញជាក់ជាមិនខានមិនថាអំពើនោះល្អឬក៏អាក្រក់នោះទេបើអ្នកធ្វើល្អនឹងតបស្នងទៅកាន់អ្នកវិញក៏ល្អបើអ្នកធ្វើអាក្រក់នឹងតបស្នងទៅកាន់អ្នកវិញក៏អាក្រក់ដូចគ្នាគ្រាន់តែថាយូរហើយនឹងឆាប់តែប៉ុណ្ណោះនេះគឺជាតម្លៃនៃសីលធម៌ដ៏ជ្រាលជ្រៅដែលយើងគួរតែដឹងគួរតែរៀនឲ្យមាននៅក្នុងខ្លួនឲ្យបានគ្រប់គ្នា